Ok នេះគឺជាវីដេអូដែលខ្ញុំបានទាញចូលហើយពាក់ព័ន្ធទៅនឹង solution ទំហំប្រមាណគុណប៉ុន្មានឥឡូវខ្ញុំអត់ប្រាប់ទេដោយសារតែវាមាននៅក្នុងវីដេអូផ្សេងឬក៏ខ្ញុំបានបង្ហាញហើយអញ្ចឹងឧទាហរណ៍ថាវីដេអូនេះខ្ញុំចង់បិទសំឡេងគាត់លេងមិញអញ្ចឹងវាលឺភ្លេងអញ្ចឹងណាវាលឺភ្លេងអញ្ចឹងដើម្បីយើងបិទបានឥឡូវនេះខ្ញុំចុចលើវាអញ្ចឹងមកហើយអ្នកនរគ្នានឹងឃើញមាននេះ audio សញ្ញា audio យ៉ាងនេះចុចលើវាមួយមកចឹងដល់ពេលយើង play យើងលឺចេះឥឡូវយើងបន្ថយសំឡេងឲ្យលឺតិចប៉ុណ្ណេះណាឬកាន់តែលឺតិចទៅបើសិនជាយើងបន្ថយអស់វានឹងលេងលឺទាំងស្រុងតែម្ដងវាលេងលឺហើយអញ្ចឹងវានឹងបាត់ដើម្បីយើងបញ្ចូលសំឡេងថ្មីបាននេះយើងអាច add audio កន្លែងនេះមកដើម្បីធ្វើការ review ទៅលើវីដេអូនេះឬក៏ react ទៅលើវីដេអូនេះដែលអ្នកទាំងអស់គ្នាចង់ record ចូលឬក៏ទាញអូខេសំឡេងផ្សេងមកដាក់ចូលជំនួសនឹងភ្លេងដើមនេះវិញអញ្ចឹងវាលេងលឺហើយបើសិនជាយើងចង់លឺវិញយើងទាញបើកនេះលឺអញ្ចឹងដើម្បីមួយទៀតក្នុងការដែលយើងចង់ដកសំឡេងនេះចេញយើងអាចចុចនេះ detect audio យើងចុចមកវាតម្លាក់អូខេនេះវីដេអូនេះតម្លាក់ track មួយទៀតគឺ track audio អញ្ចឹង play ទៅលឺដែរចឹងអ្នកនរគ្នាគ្រាន់តែចុចលើវាហើយចុច delete លើ keyboard ក៏បានចុចលើនេះក៏បានអញ្ចឹងវាលុបហើយយើង play មើលលេងលឺអូខេអានេះបានន័យថាយើងតម្លាក់ចេញគេហៅនៅឲ្យដកចេញពីរូបភាពវីដេអូហើយនឹងសំឡេងឲ្យវានៅផ្សេងគ្នាណានៅត្រាក់ផ្សេងគ្នាលើ control Z វិញសិននេះ control Z វិញ control Z ទៀតអញ្ចឹងទី1អ្នកនរគ្នា select លើវាហើយយក audio ទៅមកអាចទាញបិទចេះក៏បានប៉ុន្តែវានៅស្ថិតនៅក្នុង track នេះតែមួយអញ្ចឹងបើសិនជាយើងមានការកែប្រែទៅលើសំឡេងទៀតអ្នកនរគ្នាក៏ទុកឲ្យចង់កែប្រែកន្លែងណាខ្លះមិនប៉ះពាល់ដល់នេះទេគ្រាន់តែចុចពាក្យថា detect audio វានឹងទម្លាក់មក track មួយទៀតអញ្ចឹងលេងបើកនេះវិញវាលឺធម្មតាយើងបើកក្នុងការសេរីនេះឡើងចុះវាលឺធម្មតាទេតែបើសិនជាយើង select លើនេះហើយយក delete ឬក៏ចុច delete នៅលើ keyboard វានឹងបាត់តែម្ដងដូចយើងទាញបិទអានេះអញ្ចឹងពេលដល់ពេលដែលយើង select លើ audio វាចេញតែមួយទេតែបើយើងចុចចាំមិញវាចេញ track detect មួយទៀត detect audio មួយទៀតអញ្ចឹងណាអញ្ចឹងនេះហើយគ្រាន់តែចុចលើវាហើយយើង delete មកលើ keyboard ក៏បានចុចនេះមកវានឹងបាត់ហើយអូខេអញ្ចឹងវីដេអូទី1នេះវានឹងបាត់ sorry ខ្ញុំបានទាញបាត់អានេះនៅតែលឺបាទអូខេវាលេងលឺហើយអញ្ចឹងយើងលុបអាក្រោមនេះចេញទៅលេងលឺនេះគឺជារបៀបនៃការដែលយើងលុបក៏ដូចជាដកនៅសំឡេងចេញពីវីដេអូរបស់គេហើយធ្វើការ record នៅសំឡេងថ្មីចូលជំនួសវីដេអូចាស់ឬក៏យើងអាចលុបនៅសំឡេងចាស់នេះចេញដើម្បីបញ្ចូលនៅសំឡេងចម្រៀងផ្សេងសម្រាប់ដាក់ background ទៅលើវីដេអូរបស់យើងបានជាពិសេសនោះយើងធ្វើដាក់នៅលើ YouTube ឬក៏លើ Facebook page យើងអាចទាញសំឡេងពីក្នុង library របស់ page ឬក៏ YouTube ដែលវាអត់មានការជាប់ copyright ទេនៅពេលដែលយើងយកសំឡេងចេញពីនឹងមកប្រើហើយយើងផុសថាយកពី page ហ្នឹងយកសំឡេងពី page មកដើម្បីយើងដាក់ចូលទៅវាអត់មានជាប់ copyright ទេអញ្ចឹងបើសិនជាយើងប្រើប្រាស់នៅសំឡេងរបស់គេបើសិនជាវីដេអូនឹងគេផុសហើយវីដេអូគេមានកម្មសិទ្ធិហើយឬក៏គេបាន apply right nature ហើយអ្នកនរគ្នាយកមកផុសដឹងតែជាប់ចឹងដឹងតែជាប់ឲ្យពួកអីវាជាកម្មសិទ្ធិរបស់គេវីដេអូដែលគេបានបង្កើតខ្លួនគេខណៈដែលយើងយកមកប្រើគឺមានការជាប់ copyright ហើយចាស់គេដឹងអញ្ចឹងវាធ្វើឲ្យមានបញ្ហាដល់ page ដូចជា channel YouTube របស់យើងអញ្ចឹងកន្លែងនេះហើយយើងបិទសំឡេងគេទៅតែវីដេអូខ្លះយើងអាចកែឬអាចកាត់តាមអ្វីដែលយើងត្រូវការទៅវានឹងអត់ជាប់ទេអញ្ចឹងអាស្រ័យទៅលើការច្នៃរបស់យើងអ្នកគ្នាអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេគឺការបិទសំឡេងឬក៏ដកសំឡេងវីដេអូចេញដើម្បីដាក់សំឡេងថ្មីចូល